សូមគោរពលោកជំទាវលីសុខឆេងអគ្គនាយិកាក្រុមហ៊ុន Retail ជីបម៉ុង Retail ចាសូមគោរពដៃគូអនុសារណៈសូមថ្លែងអំណរគុណដល់លោកពុកអ្នកម៉ែបងប្អូនទាំងអស់ដែលបានចំណាយពេលវេលាក្នុងការអញ្ជើញចូលរួមទស្សនាការបង្ហាញនៅសម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរនៅថ្ងៃនេះដោយសេចក្តីស្រឡាញ់និងដោយមេត្រីក្នុងនាមលោកជំទាវបណ្ឌិតសុភាចារភឿងសក្កណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈខ្ញុំមានសេចក្តីសោមនស្សរីករាយរកទីបំផុតគ្មានដែលបានចូលរួមនៅក្នុងកម្មវិធីបង្ហាញវប្បធម៌ខ្មែរនៅក្នុងផ្សារជំនឿជីបម៉ុង271 Mega Mall នាថ្ងៃនេះគឺរំភើបចិត្តបំផុតខ្ញុំខិតខំប្រឹងប្រែងធ្វើយ៉ាងណាតាំងពីម្សិលមិញយប់រហូតមកដល់ថ្ងៃនេះដើម្បីយកវប្បធម៌ខ្មែរមកជូនដល់បងប្អូនយើងទស្សនានៅពេលនេះហើយខ្ញុំសូមថ្លែងអំណរគុណយ៉ាងខ្លាំងសូមថ្លែងអំណរគុណដល់ជ្រាលជ្រៅបំផុតចំពោះក្រុមហ៊ុនជីបម៉ុងតែជាក្រុមហ៊ុនស្ថាបនិកដោយកូនខ្មែរហើយស្រឡាញ់នៅអ្វីដែលជារបស់ខ្មែរទៀតមិនងាយទេចាមិនងាយទេបានន័យថាទេដល់វងត្រកូលរបស់លោកទៅចោះសុំទោសហាក់ដូចជាវិញធ្លុងតែមួយវិញធ្លុងតែមួយដែលស្រឡាញ់អ្វីដែលជារបស់ខ្មែរហើយចូលរួមអភិវឌ្ឍនិងអភិរក្សនៅវប្បធម៌ទាំងរូបិយទាំងអរូបិយហើយសហការជាមួយនឹងក្រុមហ៊ុនសហការជាមួយនឹងក្រសួងវប្បធម៌ដើម្បីផ្សព្វផ្សាយនៅវប្បធម៌ខ្មែរយើងទៅកាន់ដល់បងប្អូនយុវវ័យយើងក៏ដូចជាទៅកាន់ដល់អន្តរជាតិផងដែរសូមថ្លែងអំណរគុណវប្បធម៌ខ្មែរយើងវប្បធម៌មួយអភោផង់ហើយអ្វីដែលយើងខ្លាចបំផុតដូចក្មួយយុវវ័យតែស្គាល់វប្បធម៌យើងអត់បានច្បាស់ចេះតែស្រពេចស្រពិលដូច្នេះហើយខ្ញុំសប្បាយចិត្តក្រសួងវប្បធម៌ម្នាក់ឯងមិនអាចធ្វើអ្វីបានទេអត់អាចធ្វើអ្វីបានទេតើតើមានការសហការពីដៃគូឯកជនដូចជាក្រុមហ៊ុនជីបម៉ុងអញ្ចឹងតើតើមានការសហការពីក្មួយយុវវ័យទាំងអស់ជួយដើម្បីផ្សព្វផ្សាយជួយថែរក្សានៅវប្បធម៌របស់យើងបានយើងទទួលបានជោគជ័យក្រសួងវប្បធម៌ម្នាក់ឯងមិនអាចធ្វើបានទេអញ្ចឹងក្រសួងវប្បធម៌រងចាំជានិច្ចទៅរាល់កិច្ចការសហការនៅរាល់ការថ្បកផ្ដល់នៅឯកសារតែពាក់ព័ន្ធទៅនឹងវប្បធម៌ខ្មែរយើងពាក់ព័ន្ធទៅនឹងសម្លៀកបំពាក់ក្តីពាក់ព័ន្ធទៅនឹងទំនៀមទម្លាប់ប្រពៃណីខ្មែរក្តីគឺក្រសួងនៅរងចាំទទួលពីបងប្អូនទាំងអស់ដើម្បីយើងអភិវឌ្ឍយើងរក្សានៅវប្បធម៌របស់យើងទាំងអស់គ្នាមួយនឹងទេសម្លៀកបំពាក់ខ្មែរយើងគឺផូរផង់ល្អណាស់ហើយខ្មែរពីដើមមានសម្លៀកបំពាក់ទៅតាមពេលវេលាទៅតាមទីកន្លែងតែចេះតែស្លៀកពាក់ទៅណាក៏ស្លៀកសពុតបត់ទៅណាក៏ស្លៀកនេះទៅណាក៏ស្លៀកនោះគឺសម្លៀកបំពាក់ខ្មែរយើងមានទៅតាមតំបន់មានទៅតាមពេលវេលាមានទៅតាមកម្មវិធីផ្សេងដូចជាសម្លៀកបំពាក់នៅក្នុងពិធីប្រពៃណីខ្មែរសម្លៀកបំពាក់ប្រពៃណីខ្មែរយើងប្រពៃណីខ្មែរមានសម្លៀកបំពាក់ចូលទៅក្នុងពិធីបុណ្យផ្សេងដូចជាពិធីបុណ្យចូលឆ្នាំពិធីបុណ្យកឋិនពិធីមង្គលការពិធីបុណ្យភ្ជុំគឺយើងមានសម្លៀកបំពាក់ខុសប្លែកពីគ្នានិងពិធីផ្លូវការថ្នាក់ជាតិជាដើមរាល់ថ្ងៃនេះខ្ញុំឃើញនេះគឺជាឱកាសដែលខ្ញុំចែករំលែកទៅចំណេះដឹងទៅការដឹងទាំងអស់ដល់ក្មួយឲ្យបានដឹងថាសម្លៀកបំពាក់ខ្មែរឧទាហរណ៍ថានៅក្នុងពិធីបុណ្យភ្ជុំមួយដឹងទេថាពិធីបុណ្យភ្ជុំយើងត្រូវស្លៀកពាក់បែបម៉េចដឹងទេមើលអ្នកណាឆ្លើយមួយមើលដឹងទេកូនដឹងទេអ្នកណាឆ្លើយមួយឲ្យរង្វាន់បុណ្យភ្ជុំ
កលធីតាខ្មែរទៅវត្តស្លៀកពាក់បែបម៉េចប៉ុនភ្ជុំមួយត្រូវដឹងថាអំពីអត្តន័យប៉ុនភ្ជុំគឺជាប៉ុនមួយតែយើងរំលឹកទៅដល់វិញ្ញាណក្ខន្ធរបស់ពុព្វបុរសខ្មែរមានសន្តានរបស់យើងដែលបានចែកឋានទៅប៉ុនភ្ជុំគឺជាប៉ុនរំលឹកប៉ុន្តែមិនមែនប៉ុនកាន់ទុកទេគឺជាប៉ុនរំលឹកដល់អ្នកស្លាប់ទៅយើងធ្វើប៉ុនរំលឹកចឹងមកថាខ្មែរយើងមានប៉ុនច្រើនណាស់ហើយប៉ុននេះយើងតែងតែច្រឡំថាជាប៉ុនមួយដែលសុបាយតាមពិតគឺជាប៉ុនដែលរំលឹកទៅដល់វិញ្ញាណក្ខន្ធអ្នកដែលស្លាប់ទៅហើយយើងស្លៀកពាក់ទៅវត្តយើងតែងតែមានការពៀលាកន្សែងតពុតហូលក្តីសម្ពុតផាមួងក្តីសម្ពុតលៀនធម្មតាក្តីគឺប៉ុននេះគេពាក់សម្ពុតពណ៌កម្ៅអត់ឲ្យសៀកឆៅទេហើយអាវសពៀលាកន្សែងសមួយចាំប៉ុនភ្ជុំនេះគឺយើងពៀលាកន្សែងសពាក់អាវសប៉ាសម្ពុតយើងសៀកពាក់ពណ៌អីក៏បានដែរប៉ុន្តែពណ៌រៀងកម្ៅតិចទៅមានន័យថាពេលខ្លះគេរហូតដល់ឲ្យស្លៀកសម្ពុតខ្មៅអាវសកន្សែងពីនីសទៀតផងនេះប៉ុនភ្ជុំក្មួយធ្លាប់ដឹងឯរឿងហ្នឹងខ្ញុំដឹងថាក្មួយអត់ដឹងចឹងហើយបានខ្ញុំលើកយកមកនិយាយនៅក្នុងពេលនេះហើយយើងមានប៉ុនទៀតដូចជាប៉ុនចូលឆ្នាំអញ្ចឹងប៉ុនចូលឆ្នាំនេះគឺយើងស្លៀកមកស្រឡាញ់ស្លៀកសម្ពុតបត់ពណ៌ឆើតពាក់អាវពណ៌ឆើតពីនីកន្សែងពណ៌ឆើតនឹងជាប៉ុនដែលយើងសប្បាយនេះប៉ុនចូលឆ្នាំកន្លងមកហ្នឹងគឺជាប៉ុនដែលយើងសប្បាយប៉ុន្តែនៅក្នុងកម្មវិធីផ្សេងយើងគួរតែស្លៀកពាក់ជាប្រពៃណីខ្មែរយើងជាសម្ពុតបត់ឬក៏ជាអ្វីដែលខ្មែរយើងផលិតបានអញ្ចឹងខ្ញុំឃើញបងប្អូនខ្មែរមួយចំនួនយកសរុបមកស្លៀកវាមិនខុសទេតែក៏វាអត់ត្រូវខ្ញុំអត់ចង់និយាយអីឲ្យវែងឆ្ងាយទេប៉ុន្តែគាត់ថាយើងគួរតែយកអ្វីដែលជារបស់យើងយកមកស្លៀកបានប៉ុន្តែវាស្លៀកហ្នឹងគឺយើងស្លៀកអត់ខុសដែរប៉ុន្តែក៏វាអត់ត្រូវអញ្ចឹងណាចាហើយយើងមានរបៀបនៃការស្លៀកពាក់ទៀតស្លៀកពាក់ទៅក្នុងពិធីយើងនៅក្នុងពិធីការអញ្ចឹងគេតែងតែព្រឹកគេឲ្យស្លៀកហូលព្រឹកគេស្លៀកហូលណាដល់ពេលព្រឹកគេអត់អាចយកហូលទៅស្លៀកនៅក្នុងពិធីរាត្រីសម្រាប់សបានទេណាពេលល្ងាចគឺយើងតែងតែស្លៀកអួងព្រឹកយើងស្លៀកហូលហើយបើក្នុងពិធីការថ្នាក់ជាតិវិញព្រឹកស្លៀកហូលហើយជើងពណ៌សកាបូបសអានឹងពីព្រឹករហូតដល់ម៉ោង12អញ្ចឹងផុតពីម៉ោង12ដល់ល្ងាចស្បែកជើងខ្មៅកាបូបខ្មៅហើយស្លៀកជាផាមួងវិញម្ដងអញ្ចឹងមកថាខ្មែរយើងមានការស្លៀកច្រើនប៉ុន្តែដោយសារឥឡូវនេះវាពេលវេលារបស់យើងវាមិនអាចឲ្យខ្ញុំបកស្រាយរឿងបានទេក៏ប៉ុន្តែគួរត្រូវដឹងថាខ្មែរគឺជាដូនតាខ្មែរបានបន្សល់ទុកនៅរបៀបរបបនៃការស្លៀកពាក់គឺច្រើនណាស់ហើយនៅក្នុងកម្មវិធីរាត្រីសម្ោសសម្ពុតបត់ខ្មែរលើកទី3ខ្ញុំនឹងធ្វើសភៅនឹងឲ្យចេញដោយមានលោកជំទាវតែសវណ្ណីជាអ្នកគ្រប់គ្រងប្រសាសន៍របស់លោកជំទាវតែសវណ្ណីមានប្រសាសន៍មិនថាខ្ញុំនឹងគាត់មាននិស្ស័យដូចគ្នាឥឡូវបងប្អូនមើលការស្លៀកពាក់មើលតិចថាណាត់គ្នាចូលនេះអត់បានណាត់គ្នាមកបន្តិចហើយចូលនិស្ស័យក៏និស្ស័យល្អហ្មងទោះបីតែអាយពណ៌ខ្មៅដូចគ្នាហើយសាច់កណាត់ហ្នឹងសូត្រខ្មែរដូចគ្នាហើយកសែងសូត្របងដូចគ្នាទៀតហើយអត់បានណាត់គ្នាទេណាបងប្អូនអត់បានណាត់គ្នាអត់បានខ្សឹបគ្នាទេបានបន្តិចស្រាប់តែចេញមកពិតជាមាននិស្ស័យដូចគ្នាមែនឥឡូវខ្ញុំចូលមកដល់កម្មវិធីនៅក្នុងល្ងាចនេះកម្មវិធីល្ងាចនេះគឺយើងបង្ហាញជូនបងប្អូនមានខ្សែវីដេអូតែវីដេអូនេះនិយាយអំពីសម្លៀកបំពាក់ខ្មែរយើងតាំងពីសម័យឧដុង្គអាពីពិពានខ្មែរសម្លៀកបំពាក់ខ្មែរគឺកើតឡើងនៅដើមសម័យឧដុង្គតែតាមទម្រង់ឯកសារទម្រង់ការបច្ចេកទេសស្ដាតែព្រះអង្គបានរៀបអាពីពិពាអភិសេកមួយទៅព្រះអង្គបានប្រកាសថាប្រជាជនយើងទាំងអស់ប្រជានារីទាំងអស់អាចយកសម្លៀកបំពាក់ដែលខ្សត់ទ្រង់អាពីពិពានៅពេលនោះយកមកស្លៀកពាក់ជាក្នុងពិធីមង្គលការរបស់ខ្លួនបានដូច្នេះហើយបានខ្មែរយើងមានសម្លៀកបំពាក់អាពាហ៍ពិពាហ៍នេះមកតាំងពីដើមសម័យឧដុង្គមកម្ល៉េះចឹងអូនមើលនេះដូចយើងឈរនោះសម័យឧដុង្គដើមសម័យឧដុង្គ
ពាក់កណ្ដាលសម័យឧត្តមចុងសម័យឧត្តមសម័យអាណានិគមនិយមបារាំងសម័យសង្គមរាស្ត្រនិយមនិងសម័យបច្ចុប្បន្នហើយຂະຫນាតនៃបែបបទនៃសម្ពុតតែនៅក្នុងអាពាហ៍ពិពាហ៍គឺមានຂະຫນាតត្រឹមត្រូវរបស់គេអូនស្បៃកាលពីដើមអើយគឺស្បៃហ្នឹងគឺវែងទៅដល់ចុងសម្ពុតទៅអូនឃើញទេនេះគេរូបវែងដល់ជាយសម្ពុតទៅខ្មែរពីដើមតាំងពីសម័យឧត្តមមកឆ្លៀតដល់ជាយសម្ពុតរហូតមកដល់សម័យអាណានិគមបារាំងក៏នៅតែដល់ជាយសម្ពុតដែរក៏ប៉ុន្តែដល់ពេលសម័យសង្គមរាស្ត្រនិយមសម័យសង្គមរាស្ត្រនិយមយើងមានការផ្លាស់ប្ដូរអញ្ចឹងតិចទៀតអូនដឹងតាមរយៈឯកសារដែលយើងនឹងបញ្ចាំងជូននៅក្នុងពេលនេះអូននឹងដឹងហើយថាការផ្លាស់ប្ដូរការវិវត្តរបស់សម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរយើងវាទៅជាយ៉ាងណាហើយបងអូនចាំណាកុំយើងខ្លួនឯងអត់ច្បាស់ខ្លួនឯងចេះតែស្ដីឲ្យខ្លួនឯងថាពីមុនឲ្យតែពាក់ភ្លីសេស្បែកភ្លីសេស្បែកជីបនេះតែថាអូយអាហ្នឹងមិនបោះយើងទេខ្ញុំនៅក្នុងកម្មវិធីរាត្រីសមោសរសម្ពុតបាត់ខែលើកទី1ខ្ញុំបានទៅដល់អង្គរវត្តហើយខ្ញុំទៅថតយករូបអប្សរាដែលស្លៀកសម្ពុតភ្លីនេះយកមកជូនឥឡូវខ្មែរយើងលែងខ្លាចធម្មតាទេអូនប្រទេសនៅជិតគ្នាវាតែងតែច្រឡំបបធរពីគ្នាទៅវិញទៅមកក៏ប៉ុន្តែយើងបានប្រគល់អស់ម្ចាស់ស្ត្រីយ៉ានីលោកខិតខំធ្វើសម្ភារបំពាក់ដែលជាខេមរៈជាតិរបស់យើងតិចទៀតបងអូននឹងដឹងតាមរយៈវីដេអូឯកសារនេះណាខ្លាចយូរពេកព្រោះឯងចាំមើលនិយាយទៅជុំទៅហើយនៅក្នុងការបង្ហាញនៅក្នុងរាត្រីនេះដែរគឺយើងបង្ហាញនៅលើឆាកនេះបង្ហាញតែសម្ភារបំពាក់អាពាហ៍ពិពាហ៍បច្ចុប្បន្នទេរីឯសម្ភារបំពាក់អាពាហ៍ពិពាហ៍ពីសម័យឧត្តមមកដល់បច្ចុប្បន្នឯកសារគឺយើងមាននៅក្នុងវីដេអូឯកសារហើយបងពូអបតែដើរផ្សារនេះចាំមើលតិចមើលតើពិធីលៀងជើងរបស់ខ្មែរគេធ្វើយ៉ាងណាយើងគ្រប់គ្នាចេះតែគិតថាពិធីលៀងជើងនេះមិនគួរឲ្យមានទេហេតុអីបានយកនារីមកលៀងជើងឲ្យបរោះហេតុអីក៏ធ្វើអញ្ចឹងអ្នកខ្លះការថាថៃបានអត់មានពិធីលៀងជើងអញ្ចឹងអ្នកខ្លះខាងថៃបានយកនារីមកលៀងជើងអញ្ចឹងអ្នកខ្លះក៏ថាត្រូវតែលៀងជើងហើយដើម្បីជាប្រពៃណីខ្មែរអូនអាពាហ៍ពិពាហ៍ខ្មែរពាក្យហៅថាគេថាអាវិហៈមង្គលការអាវិហៈមានន័យថាម៉េចពីវិហៈមានន័យថាម៉េចអាវិហៈគឺជាពាក្យបុរាណខ្មែរយើងសំដៅទៅលើកូនប្រុសនៅក្នុងពិធីមង្គលការយកកូនស្រីមកការទៅផ្ទះខាងប្រុសអានឹងគេហៅថាអាវិហៈមង្គលចំណែកវិវិហៈមង្គលវិញគឺពិធីមង្គលការនឹងកូនស្រីយកកូនប្រុសទៅការនៅផ្ទះខាងស្រីអានឹងគេហៅថាវិវិហៈមង្គលការក៏ប៉ុន្តែអាវិហៈវិវិហៈមង្គលការហើយយើងបច្ចុប្បន្ននេះភាគច្រើនយើងទៅជួលហាងនៅហាងការមែនទេអញ្ចឹងទាំងកូនប្រុសទាំងកូនស្រីគឺទៅការជាមួយគ្នានៅហាងអានឹងយើងប្រើអាវិហៈវិវិហៈមង្គលការបានគឺថាពាក្យខ្មែរមានន័យទលំទលាយណាហើយខ្មែរពីដើមឲ្យតម្លៃទៅលើស្ត្រីខ្លាំងណាស់បរោះមុននឹងយកនារីបានមកធ្វើជាប្រពន្ធគឺទៅប្រើគេ3ខែប៉ុន្តែក្រោយមកកាត់ទៅបានការ3ថ្ងៃសំរោងចូលរោងនិងថ្ងៃពិធីមង្គលការហើយពីដើមកូនកន្លោះនឹងអត់តែមានសិទ្ធិការនៅលើផ្ទះកូនកំមុំផងការធ្វើពិធីនៅរោងការស្លាទេក៏រាប់ណាមេបាខាងស្រីអនុញ្ញាតឲ្យឡើងទៅការផ្ទះខាងស្រីអានឹងបានឡើងទៅការនៅលើផ្ទះខាងស្រីបានហើយគេអត់ឲ្យយើងអង្គុយទិមកូនគេទៀតអង្គុយពីក្រោយប្រឆាប់ចេះអត់ឲ្យអង្គុយទិមទេហើយរឿងអីហើយកូនស្រីអង្គុយនៅខាងស្ដាំមិនមែនអង្គុយនៅខាងឆ្វេងកូនកន្លោះទេកូនកំឡោះនៅអង្គុយនៅខាងឆ្វេងកូនក្រមុំលុះមកដល់ពេលផ្ទឹមបានកូនកន្លោះនឹងមានសិទ្ធិឡើងមកអង្គុយនៅខាងស្ដាំនៅក្នុងពិធីផ្ទឹមបើបុរាណខ្មែរយើងឲ្យតម្លៃកូនស្រីដល់ម្លឹងហេតុអីក៏កូនស្រីត្រូវតែលៀងជើងឲ្យកូនកន្លោះមានឆ្ងល់ទេហេ
hết ấy bằng con sấy từ liên chương ai con cầm lo ọt miên đi chả mơ ai sang tính tiền đừng phạt phạt tao bị thi liên chương khai dương miên họ còn tay kia thừa bạch này được đồng tịch tiền chào lớn trong chủ tịch sông cô sông chọc và nâng sông chọc trong cái dòng từng miền ổng cả nâng thơ ở video clay đọc bay gì vừa nâng chú to còn ôn hỏi bạn chứ điệp ai nâng nông bên đi trong sông clay ổng đó con to tà ra bằng hai ngôn dân được ong tay hình đích chừng cao môi sẽ là bạc co thì thi co cả đôi ai ta cả xuông qua và thôi anh chơi cứ ở tay này dây tha cầm lái em mình ao trong phân na từ tam ta tập hiệp cứ ban mình ao có hay cứ khôi ở tay tìm tia ấy to phải xong đi hai cứ chỉ bé đâu bà sân chỉ khôi mình mà chui bằng hai nơi bên đi tê xua ta còn ôi ta ở đây khôi mơ này bà đây mơ hai bà ọt nên ấy mơ hai xua thăm bách bạn tầng bách bạn đang đặt mai phải đám thử thơm ấy chân khôi cứ chia cầm máy mùi không bổng phật cầm rắc rẽ xa ngư rồi biếp rồi bò rẽ xa nơi tầm liêm tầm lọp rẽ xa nơi áp thì vọt nơi bầy đây khmai nhớ cứ khôi sợ là phá ca rồi đi hai xong tên này mùi lực tất chất hai khôi sợ là phá ca rồi đi mau hai bọt miên nè phát ngốc con miên nè thơ sọ xua là thơ bạch bàn xa có ôn đi à có tha đi đàn nghe là có tha ôn ơi có chui không cái bậc cắt trong một cái mà làm của bán chất mà phay nè có sở đó học sắp nè trong ca nghe tầm học tầng nè hai môn tầng trong ca nghe học sắp nè tầm bây bị chui đo cam bị thi đi chân ban này thay dương từ ông nghe tầng nè phạt mốc tầng nè thơ sọ tầng nè tầng tua bằng hai thì sáng nghe lúc chùm tiêu nè dương miền tay chùm nè tầng miền cầm lang tay dương thoát thảm ca chân lúc chùm tiêu lúc bằng pinh mọi tiết thường ấy mà càng khi cào vào chân ban thay dương miền phải đó trong hôn chim mông tay bằng pinh rọt hoặc hạt này và thò bỏ dương tầm bay nuông dung nơi rộng điệp rồi bó tùm niêm tùm lọt mi chú tụi nó bong phôn để bán tâm bán test na được lên cho bong phôn siêu mơ bong phôn ở xa mới trong bằng tôi mơ là ngay nơi tùm niêm tùm lọt hay không chết ta sẽ thá hạt ấy có cái xuông mình phơ hạt ấy có cái rong phôn mình phốm tôi chia còn bên màu chân mấy cô rong phôn chim mông tăng xong đi ông tè ạp về phía nó tích ngay mấy tôi ta tích ngay mấy hả nó cho ngay tăng mà ngay hay mà ngay nó mà mơ thọt vô ót mà sắc xa ót cái miên tăng đi của quạt đây xong đi cũng tẹt tăng hay dương mơ tiên đó vì chân á cho mà thay dương không tăng dương được ót kia không hai đẹp mơ xong không chui mơ phong tầm bây ở ban tăng thao bọc thọ bao dương vì là o dần nè ôi xong con gì chứ hai nước không bị đi đây trong cuộc sống ở Pei Tô rồi cũng vặt hạt đôi chia đà ra tranh màu trắng còn miền sọ vàng anh thưa bách còn men cái tu ỏng còn mà men cái tu ỏng côn cầm lo nước nông bị thi một côn cá tê còn mà chui sủng tay chân bà chân ai còn cắt sọ còn thâu à rạc co để con thọt con nữa chân giờ còn anh thưa anh bàn chân dương miền tay của tôi vô từ tam nắng hay sông ở Pei Tô sông mê ta không rì côn cô ở bây miền hai miền Paul đẹp thơ cứ chọn lại bàn là o đẹp con thấy dương nên tôi cho cả thì con lời sập đà xuống vào thọ bàn bạc cả hai ở rồi ai cái xa chẳng ôm mình men thay dương thơ tới vì trầm trơ đi có phần thác mà sao lại dương ấp thơ tới mấy dương đừng khổ bên ăn ổn bây dương ăn thơ dương ăn nó không thế hai không thì hai cứ chia sẻ lá để cả trời chân rồi còn không không chỉ con ở ấy đang ở chùm tiêu đang trong không chỉ mong đang nhông từ xuống vào thọ xong rong trăm là cả cài lồng hay rong trăm ai cả xa na này chị ai cả xa phân và con thả trầm trơ xong người ta phải chun mau dương sắc xa dương ở khất không và cái này tầm bay ao du của vây vào dương nè rồi dương hoặc là thoa cứ chia cắt tập ở cách để con khmai cướp rút không cả hai rẻ xa khi quay vào việc công trai ở mà con chẳng tăng tao lục tình tiêu chẳng phế tao trong hôn chim mông tại chỉ trong hôn và ca tăng để con khmai tay chui sa hạ cả lúc sập bạch giang được không nằm bay ở vào thò môi đi bạn nơi cùng vốn hãy sập sai từ đó dụng vây là bao giờ không có mình phải chọn giấy hưởng môi điên sùng thẳng ôn thật đăng tha thì muốn nách trong giấy biện nắng
សំដៅទៅលើអ្នកសម្អាងការតែឥឡូវនេះខ្ញុំតប្រធានបទដៃខ្ញុំសំដៅទៅលើយុវវ័យដែលមានបំណងចង់រៀបការតគេសោះម្នាក់ចេះអ្វីដែលជាលំបំរបស់ខ្លួនឯងដើម្បីយើងទៅរៀនស្រុកក្រៅទៅយើងចេះបង្ហាញពីអ្វីរបស់ខ្មែរយើងទៅដល់អន្តរជាតិឲ្យដឹងអញ្ចឹងឥឡូវខ្ញុំសូមបង្រៀនឲ្យកូនខ្មែរយើងទាំងអស់ត្រូវដឹងថាតើសម្លៀកបំពាក់មង្គលការស្លៀកបែបម៉េចថ្នាក់ប្រមាណស្លាយនេះប្រមាណសពុតប្រមាណយើងគ្រប់គ្នាមានភារកិច្ចត្រូវដឹងនៅពេលដែលយើងទៅជួលសម្អាងការយើងប្រាប់អ្នកសម្អាងការអ្នកឯងស្លៀកខុសហើយខ្ញុំស្លៀកជាខ្មែរខ្ញុំខុសហើយអ្នកសពុតខ្មែរត្រូវ8ធ្លាប់ដៃពីភ្នែកគោលដៃខ្មែរត្រូវនៅលើកលៈជង្គង់មិនអត់អាចចុះទៅក្រោមកលៈជង្គង់បានទេយើងត្រូវដឹងអត់មានអីពិបាកផងហ្នឹងដឹងតែ3ចំណុចហ្នឹងជារបស់ខ្មែរហ្នឹងហើយក្បិនត្រូវពីជង្គង់មកដល់កជើងគឺចង់ក្បិនពាក់កណ្ដាលអត់មានអីពិបាកទេណាអូនណាអញ្ចឹងនេះបើសិនជាអូនក្នុងពិធីមង្គលការរបស់អូនតែងខ្លួនជារបៀបរបស់គេអូននឹងប្រឈមជាមួយនឹងកូនចៅរបស់អូនចំនួនក្រោយ30ឆ្នាំក្រោយទៀតនៅលើរូបថតរបស់អូននេះតែអូនថតទៅនៅក្នុងពិធីមង្គលការនេះតែបកូនសួរថាម៉ែខ្ញុំមើលឯកសារដូចរបៀបពាក់ខ្មែរមែនអញ្ចឹងទេហើយម៉ែការពីទូការរបៀបពាក់អីចឹងវិញទោះតែអូនឆ្លើយមួយកូនអូនថាម៉េចឆ្លើយមួយចៅថាម៉េចពេលអូនកំពុងថតអូនគិតថាអូយសុបាយសង្ហាណាស់ឯងស្អាតណាស់ទៅឲ្យស្អាតក៏ប៉ុន្តែកុំភ្លេចថារូបថតមួយសន្លឹករបស់បងអូនខ្លាយទៅជារូបថតផុសតា30ឆ្នាំក្រោយទៀតដូចខ្ញុំរាល់ថ្ងៃហ្នឹងចឹងខ្ញុំថាអូយអ្នកណាមានរូបថតដូនតាយើងរៀបការឯនោះសុំបន្តិចមកតែជំនាន់ដូនតាខ្ញុំនោះស្លៀកពាក់បែបម៉េចអញ្ចឹងអូនដូចគ្នា30-40ឆ្នាំក្រោយទៀតកូនចៅសួរទៅមើលរូបថតម៉ែការមិនទៅហើយស្រាប់រូបថតម៉ែការទៅយកខោគេមកស្លៀងធ្វើមិនទៅអានឹងហើយដែលយើងខ្ញុំក្រុមហ៊ុនជីបងក្រសួងវប្បធម៌ខិតខំផ្សព្វផ្សាយពីមុនបន្ទោសទៅលើក្រសួងឥឡូវអត់មានបន្ទោសបានទេណាបន្ទោសអត់បានទេអត់មើលខ្លួនឯងបន្ទោសអត់បានទេចាស់សូមអរគុណហើយទីបញ្ចប់ខ្ញុំសូមទំនុំពរឲ្យលោកជំទាវទាំងពីរមេតាធ្វើកម្មវិធីសម្លៀកបំពាក់ប្រពៃណីម្ដងទៀតសម្លៀកបំពាក់ប្រពៃណីបានន័យថាសម្លៀកបំពាក់ដូចខ្ញុំនិយាយពីខាងដើមអញ្ចឹងមានកម្មវិធីចូលឆ្នាំស្លៀកបែបម៉េចកម្មវិធីប៉ុននេះប៉ុននោះស្លៀកបែបម៉េចទៅគាត់ព្រះមហាក្សត្រស្លៀកបែបម៉េចអីបែបម៉េចទីមានរបៀបទាំងអស់អញ្ចឹងសូមឲ្យលោកជំទាវធ្វើកម្មវិធីនឹងមួយទៀតគេហៅថាកម្មវិធីសម្ពុតបត់ដល់តាមសំណុំពរគ្នាទៀតហើយមួយហើយកំពុងសំណុំពរឲ្យលោកជំទាវរកកន្លែងស្ពេះតាមមួយដើម្បីតាំងពីសម្លៀកបំពាក់គ្រប់សម័យកាលចាប់តាំងពីសម័យអង្គររហូតមកដល់បច្ចុប្បន្នដល់តាមសំណុំពរទៀតទៀតឡើងចាជាសូមអរគុណសូមជូនពរដល់លោកជំទាវសូមឲ្យលោកជំទាវមានសុខភាពល្អដើម្បីជាមនុស្សក៏ដើម្បីជាគេហៅថាជាចំហមួយដែលក្រសួងវប្បធម៌ខ្វះអីអាចពឹងពាក់ថាសូមឲ្យលោកជំទាវមានសុខភាពល្អហើយសូមឲ្យក្រុមហ៊ុនជីម៉ុងទាំងអស់ទាំងអ្នកអុកលោកអ្នកអុកញ៉ាពិសេសលោកជំទាវជាម្ដាយលោកឲ្យខ្ញុំស្គាល់លោកយូរមកហើយលោកពិតជាស្រឡាញ់លោកបដិបដាលកូនលោកបានល្អណាស់ក្រុមហ៊ុននេះគឺជាក្រុមហ៊ុនគំរូមួយតែកសាងឡើងដោយបងប្អូនបានន័យថាភាពត្រជាក់ត្រជុំណាអូនចាល្អមែនតើហើយក៏សូមជូនពរឲ្យក្មួយពុកម៉ែបងប្អូនទាំងអស់មានសុខភាពល្អហើយសង្ឃឹមថាអ្វីដែលខ្ញុំនិយាយនៅពេលនេះនឹងផ្សព្វផ្សាយតាមរយៈទូរស័ព្ទនេះគ្រប់ប្រព័ន្ធគ្រប់គេហៅថាបណ្ដាញសង្គមឲ្យបានជ្រាបទៅដល់បងប្អូនយើងដែលកំពុងតែទស្សនានៅពេលនេះផងដែរចាសសូមអរគុណ